ក្នុងសង្គមយើងមានមនុស្សជាច្រើនមានសមត្ថភាពតែខ្លាចក្នុងការចេញរកស៊ីខ្លួនឯងព្រោះនៅធ្វើការឲ្យគេយូរពេកដែលវាបង្កើនចេញជាភាពភ័យខ្លាចខុសរឿងអ្នកខ្លះមានសមត្ថភាពរកចំណូលឲ្យក្រុមហ៊ុនបានច្រើនហើយការងារអ្វីក៏ចេះមិនថា sale, marketing, operation, production និង service រួមទាំងចេះការងារ HR ឬបុគ្គលិករក្សាបុគ្គលិកបង្វឹកបុគ្គលិកនិយាយជាខ្លីចេះទាំងអស់ហើយមិនត្រឹមតែចេះទេគឺធ្វើកើតហើយលោក Jim Rohn គាត់តែងដាស់តឿនឲ្យយើងប្រឹងបង្វឹកខ្លួនឯងឲ្យខ្លាំងប្រសើរជាងប្រឹងធ្វើការឲ្យគេដោយសារធ្វើការឲ្យគេអាចបានមួយរស់តែការរកស៊ីអាចផ្លាស់ប្ដូរជីវិតហើយក៏អាចធ្វើឲ្យជីវិតធ្លាក់ខ្លាំងដែរបើខាតតើមួយណាមានន័យសម្រាប់អ្នកជីវិតគឺជាជម្រើសតើអ្នកជ្រើសរើសមួយណា1អ្នកខ្លះរកស៊ីបានមួយឆៅមិនឃើញចំណេញក៏ឈប់រត់ទៅធ្វើការវិញការរកស៊ីត្រូវការពេលត្រូវការបដោតតស៊ូគេជេរ10ឆ្នាំនៅទ្រាំបានតស៊ូរកស៊ីខ្លួនឯង3ឆ្នាំទ្រាំមិនបានតើមានការរកស៊ីណាមួយឆ្នាំបានផលលក់ម៉ាឆាស្ទីវលក់ថ្ងៃនេះបានផលថ្ងៃនេះតែទៅមុខក៏មិនដឹងបែបណាភ្លេច passion cream ឬណែ2អ្នកខ្លះរកចំណូលឲ្យគេមួយខែច្រើនណាស់បើគិតមើលពីប្រាក់ខែវិញឡើងតិចមានបានតែម្ចាស់អាជីវកម្មកន្លែងនេះមិនមែនបុគ្គលិកទាំងអស់ចេះគិតបែបនេះទេអ្នកខ្លះប្រឹងរៀនដើម្បីធ្វើការឲ្យគេអ្នកខ្លះគ្រាន់តែចង់ចេះបន្ថែមហើយរកស៊ីខ្លួនឯងពេលចេញធ្វើការដំបូងមិនខកពីកូនដំរីតែពេលធ្វើការយូរភ្លេចគិតថាខ្លួនមានសមត្ថភាពទីងសារ៉ឺដាច់បើនៅជឿដូចដំរីគេហៅថាមាន fixed mindset ចង់ធ្វើត្រីក្រឹមគេដាក់ចំណីអាយឬត្រីឆ្លាមរកចំណីខ្លួនឯងចុះបើថ្ងៃណាគេលែងចង់ដាច់មិនដាច់បាយជីខ្លីការចេញរកស៊ីមិនងាយស្រួលទេធ្វើការឲ្យគេក៏មិនស្រួលដែរចេះច្បាស់មានជំនាញធ្វើកើតចាំចេញរកស៊ីហើយបើមុនរកមានអតិថិជនស្រាប់កាន់តែល្អបើខហើយមានភ្ញៀវតែម្ដងហើយកុំគិតថារកភ្លាមចំណេញភ្លាមអ្វីថ្មីទាំងអស់ត្រូវការពេលតែកុំយូរពេក